ពាក្យនៅក្នុងភាសាអង់គ្លេស3នេះវាមានភាពស្រដៀងគ្នាខ្លាំងមែនតើទី1 quiet ទី2 quiet ទី3 quit អូខេប៉ុន្តែនិយមន័យរបស់វានឹងអត់ដូចគ្នាទេយើងប្រើប្រាស់វានៅក្នុងនិយមន័យផ្សេងគ្នាឥឡូវយើងមកនិយាយអំពីពាក្យថា quiet ចុះពាក្យថា quiet ជាទូទៅសិស្សគាត់ធ្លាប់ឮពាក្យនេះនៅក្នុងថ្នាក់រៀនច្រើនដល់ពេលដែលពួកគាត់រញ៉េរញ៉ៃគ្រូគាត់តែងតែនិយាយថា hey please be quiet please be quiet សូមរក្សាភាពស្ងៀមស្ងាត់ please be quiet អូខេទី2យើងមានពាក្យថា quit ចុះពាក្យថា quit មានន័យថាលាលែងពីការងារឬក៏លាឈប់ពីរឿងអីមួយអូខេ For example I don't know why Linda quit her job ខ្ញុំអត់ដឹងថាហេតុអីបានជា Linda គាត់លាឈប់ពីការងាររបស់គាត់ទេអូខេឬក៏យើងអាចនិយាយថា If you don't like your job then quit បើសិនមកអ្នកអត់ចូលចិត្តការងាររបស់អ្នកឯងទេលាឈប់ទៅ alright If you don't like your job then quit alright ឥឡូវខ្ញុំមកនិយាយអំពីពាក្យចុងក្រោយគឺពាក្យថាquite ចុះពាក្យ quite គឺមាននិយមន័យស្មើជាមួយនឹងពាក្យថា very ជាទូទៅយើងប្រើវាចំនួនពាក្យថា very ចំនួនពាក្យថាចំនួនប្រយោគថា this place is very beautiful យើងអាចនិយាយថា this place is quite good ឬក៏ this place is quite beautiful មានន័យថាកន្លែងមួយនេះវាស្រស់ស្អាតខ្លាំងណាស់អញ្ចឹងមានតែ quite គឺជំនួសឲ្យពាក្យថា very អូខេចឹងមេរៀនរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេទី1 quiet ទី2 quit ទី3 quiet alright hope you learn from this video thank you very much everybody for watching this video and see you in the next video have a beautiful day thank you